ចាបងប្អូនទាំងអស់គ្នាដែលស្លម្ជូរសបកអាឡឹកទេបងប្អូនចាដូច្នេះថ្ងៃហ្នឹងគឺខ្ញុំស្លម្ជូរសបកអាឡឹកបងប្អូននេះគឺខ្ញុំមានអាឡឹកខ្ញុំពុះយកសាច់វាហើយបងប្អូនតានេះនៅសល់សបកវាបងប្អូនសបកវាប៉ុន្តែខ្ញុំចិត្តយកឲ្យសបកហ្នឹងឲ្យវានៅជាប់អាក្រហមតិចតិចមកយើងស្លទៅវាមានជាតិផ្អែមឆ្ងាញ់ចាកាលណាយើងយកអសសុតតែម្ដងស្លទៅវាមានជាតិផ្អែមដូច្នេះខ្ញុំចិត្តលាយគ្នាបងប្អូនឃើញទេឲ្យមានសឲ្យមានក្រហមអញ្ចឹងណាបងប្អូនចានេះគឺសបកអាឡឹកសបកមួយគឺយើងបានសាច់វាហូបហើយយើងយកសបកវាមកស្លទៀតគឺអត់ខាតអីបងប្អូនចំណេញមកចាប់តែម្ដងចាហើយគឺមានសបកអាឡឹកហើយនឹងខ្ញុំដាក់នេះបងប្អូនសណ្តែកបដោបន្តិចចាសណ្តែកបដោនេះក៏បដោខ្លួនឯងដែរចាខ្ញុំដាក់នេះសណ្តែកបដោហើយនឹងខ្ញុំមានត្រីបងប្អូនខ្ញុំមានអាត្រីគេហៅត្រីអីនេះត្រីដាត់ឆ្កែបងប្អូនខ្ញុំមានត្រីដាត់ឆ្កែខ្ញុំដាក់ត្រីដាត់ឆ្កែទៅចាហើយនឹងប្រហុកបន្តិចហើយអំពិលទុំហើយនឹងម្អមបងប្អូនម្អមនេះក៏ម្អមដាំខ្លួនឯងដែរចាអំបិលស៊ុបម្សៅស៊ុបខ្នុរហើយនឹងទឹកត្រីណាបងប្អូនចាគ្រឿងផ្សំរបស់វាគឺមានប៉ុណ្ណឹងឯងឥឡូវខ្ញុំចាប់ផ្ដើមស្លហើយបងប្អូនគឺខ្ញុំចាប់ផ្ដើមស្លយើងចាប់ដាំស្លទី1គឺយើងដាំទឹកណាបងប្អូនចាយើងដាក់ទឹកនឹងឆ្នាំងទៅយើងដាំទៅតាមយើងស្លតិចឬស្លច្រើនហើយនៅពេលដែលទឹកពុះហ្នឹងគឺអ្នកហូបប្រហុកយើងដាក់ប្រហុកទៅបងប្អូនចាតែបើយើងអត់ហូបប្រហុកយើងមិនបាច់ដាក់ទេអានេះសាច់យើងចំណង់ចំណូលចិត្តរបស់យើងទេកាលណាយើងដាក់ប្រហុកចូលរួចហើយគឺយើងដាក់សបកអាឡឹកទៅមុនណាបងប្អូនចាព្រោះសបកអាឡឹកវាក្រផុយដែរយើងអត់ទាន់ដាក់ត្រីទេយើងដាក់សបកអាឡឹកតតែផុយបងប្អូនសបកអាឡឹកមើលទៅសបកអាឡឹកផុយយើងកូរមើលណាបងប្អូនសបកអាឡឹកផុយហើយគឺយើងដួសពពុះវាចេញណាបងប្អូនចាកុំឲ្យវាឃើញទឹកល្អក់នៅក្នុងឆ្នាំងដូច្នេះគឺយើងដួសពុះសបកអាឡឹកហ្នឹងកាលណាវាពុះទៅគឺមានពុះវាហ្នឹងគឺយើងដួសពុះហ្នឹងចេញទៅបងប្អូនចាយើងមិនបាច់ទុកទេពុះហ្នឹងហើយកាលណាយើងដួសពពុះរួចហើយបងប្អូនចាដួសពពុះចេញរួចហើយគឺយើងជ្រុំអំពិលបងប្អូនចាគឺយើងជ្រុំអំពិលដាក់ចូលទៅណាបើយើងមានកសាំងយើងដាក់កសាំងក៏បានដែរតែខ្ញុំមានអំពិលទុំគឺខ្ញុំដាក់អំពិលទុំខ្ញុំប្រើអំពិលទុំបងប្អូនកាលណាយើងដាក់អំពិលរួចហើយគឺយើងដាក់គ្រឿងបងប្អូនគ្រឿងផ្សំរបស់យើងណាបងប្អូនមិញគឺខ្ញុំដាក់ទឹកត្រីចាដាក់ទឹកត្រីរួចហើយគឺយើងដាក់ស៊ុបខ្នុរបងប្អូនចានេះគឺយើងដាក់ស៊ុបខ្នុរហើយបើយើងប្រើប៊ីចេងគឺយើងដាក់ប៊ីចេងចូលណាបងប្អូនចាតែយើងថែមអំបិលផងបងប្អូនចាធម្មតាស្លតយើងដាក់អំបិលបន្តិចបានមានរសជាតិមុតល្អអញ្ចឹងណាបងប្អូនចាកាលណាយើងដាក់រួចហើយអីហើយសុំយើងដាក់ត្រីចុងក្រោយគេយើងដាក់ត្រីចុងក្រោយគេដើម្បីកុំឲ្យត្រីនឹងវាលួយបងប្អូនចាឲ្យត្រីនោះវានៅរូបរាងមូលស្អាតតែម្ដងដាក់ត្រីរួចហើយបានយើងដាក់សណ្តែកបដោះចាយើងដាក់សណ្តែកបដោះរួចហើយបានយើងដាក់ម្អមបងប្អូនចាយើងដាក់ម្អមចុងក្រោយចាគឺយើងដាក់ម្អមចូលចុងក្រោយទៅកាលណាយើងដាក់ម្អមចូលរួចហើយគឺយើងភ្លក់មើលទៅណាបងប្អូនចាភ្លក់មើលតាមរសជាតិដែលយើងចង់បានប្រៃផ្អែមប៉ុណ្ណាយើងអាចថែមថយតាមក្រោយបានទៀតបងប្អូន